តើខ្ញុំអាចទៅប្រឹក្សាយោបល់ជាមួយខាងសាលាណាបានហើយក៏វាជាជួយសម្រាប់បន្ទប់ទៅដល់ថវិកាម៉ាក់ខ្ញុំដែលខ្ញុំបានទៅបន្តការសិក្សាមិនចាំបាច់ចំណាយថ្លៃយន្តហោះនិងប្រឡងតេស្ត IELTS ផងដែរសួស្តីអ្នកនរគ្នាខ្ញុំនឹងបន្តការសិក្សាទៅប្រទេសអូស្ត្រាលីឆាប់ៗនេះថ្ងៃនេះខ្ញុំចង់មកចែកបទពិសោធន៍ដែលខ្ញុំបានទទួលការសិក្សានៅប្រទេសអូស្ត្រាលីជាមួយអ្នកទាំងអស់គ្នាខ្ញុំឈ្មោះឆេងអេស៊ូមួយខ្ញុំបានជ្រើសរើសសាលា Deakin University នៅឯប្រទេសអូស្ត្រាលីដើម្បីសិក្សាមុខជំនាញ Bachelor of Early Childhood Education ខ្ញុំបានស្គាល់សាលានេះពីបងស្រីជីដូនមួយខ្ញុំដែលគាត់បាននៅកំពុងសិក្សានៅប្រទេសអូស្ត្រាលីថាសាលានេះល្អហើយក៏ខ្ញុំបានធ្វើ research បន្ថែមទៀតពីលើនឹងផងដែរដែលខ្ញុំឃើញថាសាលានេះមានកេរ្តិ៍ឈ្មោះល្អហើយក៏គាត់ support សិស្សថ្មីដែលទៅរៀនបន្តនៅ abroad ផងដែរបន្ទាប់មកខ្ញុំក៏បានសួរបងស្រីខ្ញុំថាតើខ្ញុំអាចទៅប្រឹក្សាយោបល់ជាមួយខាងសាលាណាបានបងខ្ញុំក៏បាន recommend ឲ្យខ្ញុំមកប្រឹក្សាជាមួយខាង Springboard នៅពេលខ្ញុំមកដល់ពួកគាត់បានផ្ដល់ព័ត៌មានយ៉ាងលម្អិតទាក់ទងនឹងការសិក្សានៅប្រទេសអូស្ត្រាលីហើយការជ្រើសរើសសាលារៀនមួយណាដែលល្អហើយក៏បានជួយខ្ញុំរៀបចំឯកសារទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលីរហូតដល់ខ្ញុំបានទទួលទិដ្ឋាការទៅរៀនបន្តមិនត្រឹមតែប៉ុណ្ណោះខ្ញុំក៏បានទទួលសម្បត្តិ voucher free ពីខាងបង Springboard ដែលមួយគឺសម្បត្តិយន្តហោះមួយទៀតគឺប្រឡងតេស្ត IELTS free ហើយមុននឹងខ្ញុំបានទទួលសម្បត្តិនេះគឺខ្ញុំបានមកប្រឹក្សាយោបល់ទៅរៀននៅប្រទេសអូស្ត្រាលីជាមួយខាងគាត់ហើយចំពេលដែលគាត់មាន event Australia Fair ផងដែរក៏ខ្ញុំបានចាប់អារម្មណ៍ហើយក៏បានទៅយក voucher ពីនេះហើយក៏វាជាជួយសម្រាប់បន្ទប់ទៅដល់ថវិកាម៉ាក់ខ្ញុំដែលខ្ញុំបានទៅបន្តការសិក្សាមិនចាំបាច់ចំណាយថ្លៃយន្តហោះនិងប្រឡងតេស្ត IELTS ផងដែរហើយឆាប់ៗនេះខ្ញុំនឹងបន្តការសិក្សានៅប្រទេសអូស្ត្រាលីហើយខ្ញុំពិតជាមានការរីករាយយ៉ាងខ្លាំងហើយជាចុងបញ្ចប់ខ្ញុំចង់អរគុណទៅដល់ម៉ាក់ខ្ញុំហើយនិងគ្រួសាររបស់ខ្ញុំផងដែរដែលបានជួយជំរុញឲ្យខ្ញុំទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលីហើយក៏ចង់អរគុណទៅខាងបង Springboard ដែលជួយ support តាំងពីការរៀបចំដាក់ឯកសារនិងរហូតដល់ខ្ញុំទទួលបានទិដ្ឋាការទៅរៀនបន្តនៅប្រទេសអូស្ត្រាលីហើយបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់ទៅបន្តសិក្សានៅក្រៅប្រទេសកុំខ្លាចអីហើយក៏ចង់មានជាការចង់ប្រឹក្សាអាចមកខាងបង Springboard ពួកគាត់នឹងជួយអ្នកទាំងអស់គ្នាហើយបើអ្នកទាំងអស់គ្នាចង់បានទទួលបានសម្បត្តិយន្តហោះ free ហើយនិងប្រឡងតេស្ត IELTS free កុំភ្លេចមក join event នៅ Springboard ណាទៅក្រៅទៅ Springboard go abroad go Springboard